ពេលក្របាត់មិត្តភ័ក្តិនៅពេលដែលយើងក្រសម្ដីគ្មានន័យពេលក្រគេមិនរាប់រយយើងពេលក្រអ្នកដែលមើងងាយយើងគឺបងប្អូនយើងមុនគេមិនដឹងថាបងមានប្អូនមានអីក៏ដោយយល់ទេក្នុងមួយចំណោមហ្នឹង3 4 5នាក់ចុះឧទាហរណ៍ទេមានម្នាក់មានហើយម្នាក់នេះកាត់ឡើងអត់រួចសោះកាត់ឡើងអត់រួចមិនមែនក៏អត់ចង់មានទេមែនអត់តែក៏អត់មានឱកាសមែនអត់ក៏អត់ឱកាសក៏រត់ឃើញមែនអត់ក៏រកខីអត់ឃើញមែនអត់ក៏ក្រតរាប់គេក៏គេអត់រាប់តរគេក៏គេមិនចង់និយាយគឺសាច់ញាតិយើងនឹងហើយគឺមើងងាយយើងមកគេបន្ទាប់មកគឺសាច់ថ្លៃបងថ្លៃប្អូនថ្លៃប្រមាថយើងមើងងាយយើងពេលហ្នឹងគេឌីលយើងថាម៉េចអាមិនខ្មោចអាមិនខ្មេះអាមិនកណើតមែនអត់គឺអ្នកដែលប្រមាថមើងងាយយើងដំបូងបំផុតនៅពេលដែលយើងក្រគឺសាច់ញាតិយើងគូសុំតនេអា